ឲ្យ treatment នេះជាប្រេងជំនួយកង្វះសម្រាប់ឡានបងប្អូនមានបញ្ហាហុយសែងបញ្ហាយ៉ុងអីហ្នឹងបងប្អូនប្រើបានរបៀបម៉េចដែលយើងអាចប្រើទៅលើប្រភេទប្រេងជំនួយកង្វះនេះបានជំហានទី1គឺយើងត្រូវដកមើលប្រេងម៉ាស៊ីនរបស់យើងសិនថាវាមានខ្វះអត់អញ្ចឹងប្រេងម៉ាស៊ីននេះយើងឃើញថាវាខ្វះបាទវាបានតែប៉ុណ្្នេះទេនេះបើវាដល់លើនេះដល់កន្លែងចំណុចមូលនេះទៅយើងហៅថាគ្រប់ហើយប្រេងនេះបានតែប៉ុណ្្នេះទេបាទអញ្ចឹងវាខ្វះដល់ពេលដែលខ្វះបែបនេះបងប្អូនភាគច្រើនគឺយើងទៅទិញប្រេងយកមកថែមមែនអត់ឥឡូវយើងអាចថែមជាប្រេងជំនួយកង្វះនេះមកជំនួសបានអញ្ចឹងយើងត្រូវការបន្ថែមបាទបន្ថែមដើម្បីវាគ្រប់គឺយើងបន្ថែមកន្លែងនេះកន្លែងចាក់ប្រេងម៉ាស៊ីនចូលអញ្ចឹងយើងបើកប្រេងជំនួយកង្វះរបស់យើងមកនេះបាទស្រួលបើកទេបាទដូចថៃខយើងអញ្ចឹងបាទបើកមកអញ្ចឹងយើងចាក់កុំឲ្យលើសហើយក៏កុំឲ្យខ្វះយើងចាក់តែមកត្រឹម maximum របស់គេកំណត់នេះបានហើយអូខេអញ្ចឹងយើងចាក់ចូលទៅបាទប្រេងនេះជួយការពារកង្វះបងប្អូនប្រើប្រាស់បានយូរហើយនឹងកាត់បន្ថយផ្សែងបានល្អមែនតើឡានបងប្អូនដែលមានបញ្ហាហុយផ្សែងខ្លាំងហ្នឹងបងប្អូនអាចសាកល្បងប្រើបានប្រេងបាត់ប៉ុណ្នេះខ្ញុំថែមចំនួន1កំប៉ុងប្រេងនេះគឺល្អបើយើងទៅទិញប្រេងម៉ាស៊ីនក្នុង1លីត្រហ្នឹងក៏តម្លៃវាប្រហាក់ប្រហែលគ្នាដែរតែយើងប្រើមកជាប្រេងជំនួយកង្វះនេះវិញគឺវាជួយម៉ាស៊ីនឡានបងប្អូនបានច្រើនបន្ទាប់ពីយើងចាក់ហើយយើងមកដាក់មើលតើវាគ្រប់ទេបាទគឺវាគ្រប់ហើយអញ្ចឹងចំនួនប្រេងបាត់ប៉ុណ្ណឹងខ្ញុំប្រើមកកំប៉ុងនេះគឺល្មមតែម្ដងគឺល្អសម្រាប់ឡានធ្វើម៉េចកុំឲ្យលើសកាលណាលើសឡានយើងរត់អត់រួចទេអញ្ចឹងយើងដាក់មកក្រោមនឹងតិចឬក៏ស្មើនឹងប្រេងនេះមិនមែនសម្រាប់ប្រើទៅលើឡានដែលបាត់ប្រេងម៉ាស៊ីនចេះទេសម្រាប់បងប្អូនដែលចង់ប្រើបងប្អូនអាចទិញទៅចាក់នៅពេលដែលបងប្អូនដូរប្រេងម៉ាស៊ីនក៏អាចប្រើបានដែរពេលដែលយើងដូរប្រេងថ្មីយើងហូរប្រេងចាស់ឲ្យអស់មកហើយយើងចាក់ប្រេងជំនួយកង្វះនេះចូលទៅបាទហើយយើងចាក់ប្រេងម៉ាស៊ីនឲ្យគ្រប់ក្រិតដែលគេកំណត់មកគឺអូខេនឹងសម្រាប់អ្នកដែលគាត់អត់បាត់ប្រេងឡានអត់បាត់ប្រេងតែគាត់ចង់ប្រើប្រភេទប្រេងជំនួយកង្វះនេះដើម្បីកាត់បន្ថយផ្សែងនិងការពារម៉ាស៊ីនរបស់គាត់អាចប្រើបានដូចគ្នាតម្លៃវាល្អមែនតែនបាទសមរម្យទេមកកំប៉ុងហ្នឹង10000ជាងទេបងប្អូនទិញប្រើទៅអត់ខកបំណងទេផលិតផលល្អគុណភាពខ្ពស់បងប្អូនអាចឆាតតាក់ទងទៅ Page Achel Cambodia ដែរបាទអរគុណ